ប៉ាខ្ញុំពេលដែលម្លេងចៅមានរបស់ផ្ញើរហូតថ្ងៃហ្នឹងទិញត្រីមកឲ្យទៀតឲ្យបងប្អូនហើយត្រីឡើង3គីឡូហើយកូននៅតែពីអ្នកប្រិយប្រពន្ធទេទិញត្រីមកឲ្យដោយមនុស្សច្រើនណាស់ចឹងប៉ាខ្ញុំអាសាទិញត្រីយកមកឲ្យបងប្អូនដោយតែបងប្អូនធ្លាប់មើលវីដេអូខ្ញុំចឹងមុនមកត្រីក៏ទិញយកមកឲ្យរហូតប៉ុន្តែពេលខ្លះខ្ញុំបានថតឲ្យបងប្អូនមើលពេលខ្លះខ្ញុំអត់បានថតទេខ្ញុំដោយសារតែគិតថាវាដដែលពេកចឹងណាប៉ុន្តែញឹកមែនតើដែលប៉ាខ្ញុំក៏ទិញត្រីយកមកឲ្យហើយត្រីគេនេះនិយាយពីថានៅស្រស់មែនតើបងប្អូនហើយត្រីធំត្រីនេះប៉ាក៏ប្រាប់ម្ដងដែរឡើយតែខ្ញុំភ្លេចឈ្មោះបាត់ហើយបងប្អូនណាដឹងចូលខមមិននៅក្រោមវីដេអូផងថាត្រីហ្នឹងគេហៅថាត្រីអីសាមុនណាប៉ាទិញត្រីយកមកឲ្យច្រើនចឹងដែរទៅខ្ញុំប្រឡាក់ហាលឡើងច្រើនបងប្អូនរហូតដល់ទុកបានស្លោម្ជូរស្លោអីទៀតប៉ុន្តែលើកនេះខ្ញុំអត់បានទុកយូរចឹងត្រីហ្នឹងខ្ញុំធ្វើឲ្យទាំងអស់តែខ្ញុំម្លែកទៅឲ្យខាងបងប្អូនថ្លៃខ្ញុំខ្លះដោយសារតែនៅខាងនោះមាត់ច្រើនជាងខ្ញុំណាមួយទុកច្រើនពេកក៏ខ្ញុំហូបអត់តាន់ដែរខ្ញុំទុកតែមកល្មមហូបខ្លួនឯងតែ2ពេលទេត្រីដែលខ្ញុំធ្វើរួចហ្នឹងរំលែកទៅឲ្យខាងបងប្អូនថ្លៃខ្ញុំហើយនៅសល់2ពេលហ្នឹងគឺខ្ញុំប្រឡាក់មួយពេលចំណែកមួយពេលទៀតខ្ញុំលេទុកស្លោម្ជូរបើនិយាយឡើងនិយាយចោះទៅវីដេអូធ្វើត្រីនេះត្រូវមានភាគតទៀតបងប្អូនទាំងអស់គ្នាត្រូវចាំមើលភាគតថាមួយផ្នែកពីរផ្នែកនឹងខ្ញុំយកទៅធ្វើអីខ្លះធ្វើម្ហូបអីខ្លះដឹងតែមួយផ្នែកមួយថង់នោះគឺខ្ញុំប្រឡាក់រួចហើយប៉ុន្តែរួចម្ហូបបាន2ពេលទៀតដែរបងប្អូនមួយថ្ងៃហ្នឹងគឺបងប្អូនត្រូវមើលវីដេអូខ្ញុំគឺធ្វើម្ហូបពីត្រី2-3ថ្ងៃជាប់គ្នាឲ្យមើលទៅតែមានម្ហូបអញ្ចេះហើយគឺខ្ញុំអត់ទិញម្ហូបគេទៀតទេយ៉ាងហោចណាស់ទិញតែបន្លែអីហ្នឹងបានកាត់បន្ថយការចំណាយបានទៀតហើយ